ជំរាបសួរបងប្អូនអរគ្នាបាទសម្រាប់ថ្ងៃនេះគឺយើងបានធ្វើការជិះដំណើរទៅបាទចង្ការទុរេនបាទនៅសយ៉ង់កោះកេរនៅខាងខេត្តព្រះវិហារអញ្ចឹងណាបងប្អូនណាបាទដែលធ្លាប់ទៅបាទសយ៉ង់នៅចង្ការទុរេនកោះកេរនៅសយ៉ង់កោះកេរនៅព្រះវិហារបាទចេញមុខអ្នកមួយបងប្អូនបាទសូមស្គាល់ផងសូមខមមិនក្នុងវីដេអូនេះផងបើសិនជាបងប្អូនបានឃើញនៅក្នុងវីដេអូនេះចឹងណាបាទហើយយើងចេញពីបាទតសិនកោមិញហើយយើងចាប់តាមឥឡូវយើងឆ្លៀតមកញ៉ាំបាយនៅប្រាក់សិនបងប្អូនព្រោះថ្ងៃនេះយើងបានមកជុំគ្នាល្អដែរបងប្អូនបាទយើងឆ្លៀតមកញ៉ាំបាយនៅប្រាក់ឥឡូវយើងដល់ផ្លូវបត់ហើយដល់កែងយើងចាប់តាមបត់រកកន្លែងចតសិនយើងចាំគ្នាចាំយើងបាទជិះតោទៅតែម្ដងបងប្អូនបាទឥឡូវយើងកំពុងតែរកកន្លែងញ៉ាំបាយសិនហ្នឹងបងប្អូនបាទបងប្អូនមិនមែនថាតែអ្នកសៀមរាបឬក៏អ្នកខេត្តឆ្ងាយទេបងប្អូនភាគច្រើនគេនឹងទៅស្គាល់ភូមិប្រដាក់តែម្ដងបាទបើគឺឃើញគេល្បីច្រើនបងប្អូនរឿងនំកោបាទបាយថ្ងៃត្រង់បាយអីគេល្បីបាទហើយយើងបានមកដល់ភូមិដាក់ហើយឥឡូវយើងកំពុងតែជុំគ្នាបាទដល់ពេលយើងញ៉ាំបាយហើយគឺយើងចេញទៅតែម្ដងបាទយើងអត់មានឈប់អីម្ដងទៀតទេបាទយើងឥឡូវគឺថ្ងៃនេះគឺយើងនៅជុំគ្នាតែម្ដងបងប្អូនបាទឥឡូវយើងនៅជុំគ្នាយើងហូបបាយថ្ងៃត្រង់ហើយគឺថាយើងចេញទៅតែម្ដងបងប្អូនគឺថាថ្ងៃនេះទៅទាំងអស់គ្នាសរុបនឹងចិត្ត30នាក់ដែរបងប្អូនបាទទៅចំការត្រេនបាទគឺថាឥឡូវបែរគឺថាយើងចាប់ផ្ដើមចេញដំណើរទៅទៀតហើយបងប្អូនបាទបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយគឺយើងចេញដំណើរពីភូមិប្រដាក់ទៅយើងចេញតាមផ្លូវបាទភូមិរំតែឯងចឹងណាបងប្អូនបាទឥឡូវយើងចាប់ផ្ដើមជិះបដាសិនណាបងប្អូនណាហើយវីដេអូនេះគឺខ្ញុំថារៀងថតរៀងកាត់ដែរទេកុំឲ្យសូវបងប្អូនបាទធុញនៃការទស្សនាអីចឹងណាឥឡូវយើងចាប់ផ្ដើមជិះដំណើរទៅហើយបាទគឺថាយើងទៅគឺថាមានឡាន3គ្រឿងសម្រាប់បងប្អូនគឺយើងទៅបាទមានឡាន3គ្រឿងមកជិះគ្រប់គ្នាបាទជិះដល់តាមផ្លូវយើងឆ្លៀតថតសេះថតអីចឹងទៅបងប្អូនងាយបានឃើញទេបងប្អូនអើយស្មៃលើងាយបានឃើញសេះទេបើឃើញចេះថតទៅបងប្អូនកែងវាស្នាបានជិះសេះគេបាទហើយយើងចាប់ផ្ដើមជិះដំណើរឥឡូវយើងកាត់ឥឡូវកាត់ហើយយើងចិត្តមកដល់ចង្ការត្រេនណាបងប្អូនហើយយើងជិះមកតាមផ្លូវយើងកាត់គេឥឡូវយើងដល់បាទចិត្តដល់សញ្ញងហើយយើងដល់តាមផ្លូវឡើងភ្នំឡើងចុះហើយបងប្អូនឥឡូវយើងថតទេសភាពឲ្យបងប្អូនមើលបាទទេសភាពពិតជាស្អាតទេបងប្អូននេះបងប្អូនណាបើសិនបងប្អូនណាបានមកលេងឬក៏ធ្លាប់មកលេងក្លឹបស្គាល់អញ្ចឹងណាសូមកុំភ្លេចមកជួយខមមិនក្នុងវីដេអូនេះផងម្នាក់មួយមកបងប្អូនម្ដាយជើងម្នាក់មួយមកបាទឥឡូវគេថាជាចាប់ដើមជិះទៅបាទខ្ញុំថតទេសភាពឲ្យបងប្អូនមើលថានៅផ្លូវទៅសយ៉ង់កោះកេរនេះវាស្អាតប៉ុណ្ណាបាទទេសភាពមិនមែនចេះតែនិយាយណាបងប្អូនថាស្អាតមែនបងប្អូនយើងមើលទៅគឺថាស្អាតមែនទេបងប្អូនយើងជិះបើសិនយើងជិះមើលវាលើថាស្អាតមែនទេបាទឥឡូវយើងបាទជិះចុះជិះឡើងឥឡូវយើងបានមកដល់ចុងកាតរ៉េនហើយបាទយើងមកដល់សយ៉ង់កោះកេរបងប្អូនហើយចុងកាតរ៉េននេះបាទមានឈ្មោះថាបាទចង្ការត្រេនបាទពូរក្សាបងប្អូនបាទព្រោះអីយើងបានមកដល់ចង្ការត្រេនរបស់លោកពូហើយយើងចាប់ផ្ដើមដាក់ថតនៅចង្ការត្រេនបាទព្រោះអីភាគច្រើនគឺនៅចង្ការត្រេននៅសៀមរាបបាទគឺអត់ទៅមានចង្ការណាទុំឥឡូវយើងមកដល់ព្រះវិហារអីយើងមករកត្រេនបើថាជ្រុលជាមកឲ្យបានមកឲ្យបានហូបបងប្អូនបាទភាគច្រើនគឺនៅសៀមរាបយើងគឺថាអត់ទាន់ទៅមានអាតុំទេខ្ញុំទៅប្រហែលថ្ងៃមុនឥឡូវខ្ញុំបានមកដល់ព្រះវិហារបងប្អូនបាទនេះគឺថាមានអាតុំរបស់គេមែនបងប្អូនបាទនេះគឺថាមានអាតុំរបស់គេមែនបានមកនេះខ្ញុំបានហូបតែម្ដងបាទឥឡូវយើងបានមកដល់ជុំគ្នាហើយបងប្អូនយើងចាប់ផ្ដើមបាទយើងថតទេសភាពនៅក្នុងចង្ការអញ្ចឹងណាហើយយើងថតមកពីលើបើថានៅចង្ការនេះគេមានកញ្ចក់អង្គុយបងប្អូនចុះគេធំមែនទេបងប្អូន3ជាន់បងប្អូនណាធ្លាប់មកប្រហែលដឹងហ៎បាទបងប្អូនធ្លាប់មកឬក៏ធ្លាប់ស្គាល់នៅចិត្តហ្នឹងជួយខមមិនអ្នកមួយមកដើម្បីម្នាក់ជើងខ្ញុំបានស្គាល់ផងថាឆ្លងថ្ងៃក្រោយខ្ញុំទៅម្ដងទៀតខ្ញុំឆ្លៀតថតឲ្យបងប្អូនមើលម្ដងទៀតចឹងបាទលើកថាយើងមកថតនៅថតត្រេននៅតាមដើមរបស់យើងយើងមើលធ្វើថាច្រើនមែនតើបងប្អូនបាទគេថាកដាំយូរគេថាត្រេននេះបាទគេថាពេញដាំម្ដងតែវាមិនទាន់នឹងទុំបងប្អូនបើសិនជាទុំហ្នឹងគ្រប់ទឹកតែម្ដងបងប្អូនបាទឥឡូវយើងចាប់ផ្ដើមដាក់ថតសិនមក
ខ្ញុំឲ្យបងប្អូនទស្សនាបាទខ្ញុំកាត់ដែរអញ្ចឹងណាខ្ញុំមិនសូវហ៊ានថតយូរទេខ្លាចបងប្អូនបាទទស្សនានឹងធុញបាទឥឡូវយើងចាប់ផ្ដើមដាក់ថតនៅក្នុងឆ្កាកថាឆ្ការបស់គាត់ថាធំមែនទេបងប្អូនហើយភាគច្រើនគឺសិតតែបាទមិនមែនមានតែតរ៉េនទេគឺមានទាំងសៅម៉ៅមានទាំងអីផ្សេងទៀតបងប្អូនបាទគឺខ្ញុំថតអត់ទេខ្ញុំទៅគឺឆ្ការបស់គាត់ធំពេកបងប្អូនបាទឥឡូវយើងចាប់ផ្ដើមដាក់ថតសៅម៉ៅហើយបងប្អូនបាទនេះជាសៅម៉ៅក្នុងឆ្កាតរ៉េនរបស់គាត់បាទច្រើនមែនទែនបងប្អូនបាទនេះគឺថាយើងបានចេញដំណើរទៅផ្ទះវិញហើយបាទផ្សេងបងប្អូនចង់មកលេងជួការនេះគឺថាអាចមកបានបងប្អូនបាទនេះគឺជាប៉ាយ logo របស់គាត់បាទគឺថានៅមុខបាទច្រកចូលហ្មងបងប្អូនបាទថានៅមុខច្រកចូលគឺថាដាក់ប៉ាយចឹងបងប្អូនមកលេងបែរជាបងប្អូនចង់មកលេងអីអាចមកលេងបានបងប្អូនបាទហើយប៉ាយកាត់គឺថាដាក់រៀងធំដែរបងប្អូនជីមកអត់ខ្លាញ់វែងអីទេបាទឥឡូវយើងគឺចាប់ដើមបាទធ្វើដំណើរទៅបាទផ្ទះវិញហើយបើយើងម៉ោងនេះគឺថារៀងយូរដែរប្រហែលម៉ោងឡើង 4:05 ហើយបងប្អូនបាទយើងបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយបើយើងខ្លាចចេញពីនេះជាងល្ងាចទៅខ្លាចដល់ផ្ទះរៀងយប់បាទឥឡូវយើងបានមកដល់បាទតាមផ្លូវឥឡូវយើងបានថតទេសភាពតាមផ្លូវថាដែរឥឡូវយើងបានបងប្អូនមានឃើញភ្នំបាទភ្នំជីសូបងប្អូនបាទនេះជាភ្នំជីសូរបស់យើងបាទឥឡូវយើងចេញដំណើរតាមផ្លូវភ្នំជីសូយើងវាំងមកផ្លូវលបឿនលឿនវិញបងប្អូនដើម្បីយើងជិះឆាប់ដល់ផ្ទះចឹងណាបងប្អូនបើយើងជិះតាមធម្មតាចឹងងាយដល់ទេបងប្អូនបើយើងជិះតាមផ្លូវលបឿនលឿនបាទពលានថ្មីរបស់យើងបានងាយដល់បងប្អូនដល់លឿនឆាប់ដល់ដែរជាងយើងបុកឲ្យយើងឆាប់ដល់ផ្ទះដែរបើយើងខាច់យប់អញ្ចឹងបងប្អូនហើយថាវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយត្រាប់ការចេញវីដេអូលើទាំងក្រោយខ្ញុំនឹងព្យាយាមចេញឲ្យបានលឿនបាទសូមអរគុណកុំភ្លេចចាប់អានទស្សនាវីដេអូបាទបន្តទៀតផងដែរបងប្អូនជួបគ្នាវីដេអូក្រោយ